បាទជំរាបសួរបងប្អូនទាំងអស់គ្នាទាំងក្នុងនិងក្រៅប្រទេសហើយជាពិសេសជាអ្នកស្រឡាញ់ធនធានធម្មជាតិព្រៃឈើនៅក្នុងតំបន់ព្រៃឡង់យើងនេះហើយគណៈពេលនេះគឺខ្ញុំវណ្ណាជាអ្នកដឹកនាំកម្លាំងចុះល្បាតព្រៃនៅក្នុងតំបន់ព្រៃឡង់នៅក្នុងខេត្តកញ្ចេះយើងហ្នឹងរយៈពេលថ្ងៃនេះគឺអឺ3ថ្ងៃនេះណាបងเนาะបាទ3ថ្ងៃនេះហើយប៉ុន្តែថ្ងៃនេះគឺបងជាចាស់ព្រឹត្តិចារ្យហើយគាត់ជាអ្នក ចូលរួមការពារព្រៃហ្នឹងគឺមុនខ្ញុំទៀតបងប្អូនទាំងគ្នាចូលរួមទៅគាត់តាំងពីឆ្នាំ2000ហើយតាំងពី98 2000រហូតដល់ឥឡូវគាត់អឺគាត់បានចំណាយនៅពេលវេលាលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តនឹងចូលរួមការពារព្រៃហ្នឹងគឺយូរឆ្នាំមកហើយរហូតមកដល់ឥឡូវនេះហើយគាត់មានអាយុច្រើនហើយបាទប៉ុន្តែនៅពេលនេះគឺបងគាត់ចង់បញ្ចេញសំនៀងមានន័យថាបញ្ចេញនៅវោហារស័ព្ទគឺតកតងទៅរឿងកំណាព្យដែលតកតងទៅនឹងការពារព្រៃឬធនធានធម្មជាតិនិងព្រៃរបស់យើងហើយបើចង់ជ្រាបច្បាស់នឹងតោះទៅជួបបងទាំងអស់គ្នាបងនឹងសូត្រកំណាព្យរហូតដល់ចប់តកតងព្រៃឈើទាំងអស់គ្នាបាទតោះបងចាប់ផ្ដើមខ្ញុំសូមអរគុណបាទខ្ញុំឈ្មោះកឹមសុខនខ្ញុំចង់ការយល់ដឹងបន្តិចបន្តួចខ្ញុំទៅបីខុសឆ្គងលងសេចក្តីសូមមេត្តាខន្តីបេទោសខ្ញុំអានដោយកំណាព្យខ្លីៗនេះបាទអ្នកណាអ្នកសរសេរបងបាទមាននៅអាចេនណាឈ្មោះអីទេថាស្ត្រីបាទនឹងយុវនារីបាទឥឡូវគាត់គ្រូបង្រៀនបាទឥឡូវគាត់បានសរសេរតែការតាក់តែងខ្ញុំគឺតែងដោយខ្លីតែការយល់ដឹងយ៉ាងណាសូមខន្តីអភ័យទោសបាទសូមអរគុណអញ្ចឹងខ្ញុំរៀបរាប់អំពីបទកំណាព្យតាក់ទងទៅលើព្រៃឡង់បាទបាទកាលពីដើមឡើយព្រៃឡង់ព្រៃជ្រៅប្រជាទូទៅតែងបេះផល្លាកាប់ផ្ដៅបោចវល្លិ៍ដងជររុក្ខាសម្បត្តិដូនតាមានច្រើនសន្ធឹកសក្រមនាងនួនធ្វើខ្លួនត្រឆៃស្លឹកលាស់ខៀវខ្ចីគួរឲ្យរមនាឆ្លុះប្រើសខ្ទីងព្រៃដេញប្រឡែងគ្នាក្រមលុបចន្ទ្រារីករាយកន្លងប្រែដល់ឥឡូវសឹងគ្មានសល់អ្វីឈើពៀសពេញដីត្រូវគេបំផ្លាញខ្លះប្រមាញ់សัตว์ខ្ចាត់ខ្ចាយចាក់ឋានអនាគតយើងបានពឹងអ្វីទៀតទៅក៏គីក៏កោះកញូងឈើខ្មៅគេដឹកចេញទៅគ្មានពិចារណាគេដឹកចេញទៅគ្មានពិចារណាគ្រឿងចាក់តូចធំសិប្បកម្មរចនាលៃលោកយ៉ាងណាគិតតែផ្ទាល់ខ្លួនស្រឡៅស្រលូនដួលរៀបពេញដីកាប់មានប្រណីបរិស្ថានឡើយណាចើទៀលបែងក្នុងហិនហោចអាត្មាអាណិតរុក្ខាធ្លាប់តែខៀវខ្ចីគ្រឿងចាក់តូចធំសិប្បកម្មគ្រឿងចាក់តូចធំស្រែកលន់ធរណីខ្លះដឹកសែងលីឥតស្រាកស្រានបើសិនយ៉ាងនឹងគិតអស់ពុំខានកូនចៅលែងបានក៏រុក្ខាហើយគ្រឿងចាក់ប្រឹងស្រែកក៏ក្រើកសัตว์ព្រៃទន្សងដំរីរត់ចោលឋានព្រឹកថាធ្លាប់រស់ប្រែព្រឹកថាធ្លាប់សុកប្រែរស់ពំបានកូនចៅលែងបានក៏រុក្ខាហើយនាំហ្វូងភៀសប្រានរត់ចូលស្រុកគេសុំទោសប៉ុណ្ណឹងបានហើយខ្ញុំសូមអង្វរគុំសូមបន្តបំផ្លាញទៀតអីមានសត្វមានឈើយើងរស់មានន័យអនាគតថ្លាថ្លៃសែនល្អកន្លងខ្ញុំសូមអង្វរបងប្អូនគ្រប់ប្រានសូមថែបរិស្ថានឲ្យល្អប្រណិតទុកឲ្យធម្មជាតិដ៏សែនមានន័យមានរស់លើដីព្រៃឡង់កម្ពុជាសូមអរទោសសូមអស់ចប់ប៉ុណ្ណឹងបាទអរគុណបងហើយនេះជាកំណាព្យដែលនិពន្ធដោយស្នាដៃយល់ទៅអ្នកនិពន្ធគឺបណ្ដាញសហគមន៍ព្រៃឡង់របស់យើងហ្នឹងហើយគាត់ជាស្ត្រីទេហើយក៏គាត់ជាគ្រូបង្រៀនបាទហើយនឹងហើយបងប្អូនទាំងអស់គ្នាដែលបានស្ដាប់កំណាព្យតាំងពីដើមរហូតដល់ចប់បើសិនជាស្រឡាញ់គ្រប់គ្រងដល់បងសូមមេត្តាជួយ share វីដេអូនឹងម្នាក់មួយផងហើយជួយ like ជួយ comment នឹងហើយបងប្អូនទាំងអស់គ្នាបាទខណៈពេលនេះគឺខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណសូមជម្រាបលាសូមបន្តទៅទៀតហើយបើសិនណាតែខ្ញុំដូចថាអានដល់ខុសហើយក៏មិនបានចប់សពគ្រប់ហើយក៏មិនបានដូចថាសំសួរនោះក៏សូមមេត្តាខន្តីអភ័យទោសដោយសារអខានដោយសារការថាអលអួលអញ្ចឹងសូមបងប្អូនទាំងអស់បើថាស្រឡាញ់ព្រៃឡង់សូមបងជួយ share បងប្អូនទាំងអស់ជួយ share ជួយ like ជួយ share ដើម្បីឲ្យព្រៃឡង់យើងបានល្បីល្បាញទៅដល់
ទាំងអស់គ្នានៅលើពិភពលោកបាទសូមអរគុណបាទសូ បាទ ម រីករាយបងប្អូនទាំងអស់គ្នា